ប្រិមត្តសួរថាតើសម្រាប់រៀលម៉ាឌ្រីតមិនដែរបាទបើសិនជាយើងមើលការប្រកួតរវាងរៀលម៉ាឌ្រីតបាទបូកជាមួយនឹងបាសេឡូណាក៏ដូចជាការប្រកួតចុងក្រោយប៉ះជាមួយនឹងក្រុមលីកទូ2របស់អេស្ប៉ាញនោះយើងឃើញថាសម្រាប់តំបន់ការពាររបស់រៀលម៉ាឌ្រីតគឺមានការខ្វះខាតមែនទែនបាទគឺមើលទៅគឺមិនស៊ីសង្វាក់គ្នានោះទេបាទសម្រាប់តំបន់ការពាររបស់រៀលម៉ាឌ្រីតដែលខ្ញុំបាននិយាយតាំងពីដើមរដូវកាលមកម៉េះសម្រាប់រៀលម៉ាឌ្រីតគឺពិបាកមែនទែនសម្រាប់តំបន់ការពារបាទមួយទៀតគឺតំបន់បំរើក៏មានការស្ទាក់ស្ទើរបាទបំរើក៏មានការស្ទាក់ស្ទើរស្របតែពេលប្រយុទ្ធគឺអត់ទាន់បាទដាក់បានត្រឹមត្រូវនៅឡើយទេប្រិមត្តឃើញហើយវីនីសៀសអឹមបាប៉េហាក់បីដូចជាមិនសូវស៊ីសង្វាក់គ្នាទេហើយតំបន់សាំងស្ដាមពេលខ្លះក៏ដាក់រ៉ូទ្រីហ្គោពេលខ្លះទៅក៏មូស្តាទូណូពេលខ្លះទៅក៏ដាក់បាទមាន2នាក់វីនីសៀសមួយអឹមបាប៉េអញ្ចឹងទៅអញ្ចឹងធ្វើឲ្យសម្រាប់រៀលម៉ាឌ្រីតគឺពិបាកមែនទែនមិនដឹងថាតើជ្រើសរើសយកកីឡាករមួយណាដើម្បីបំពេញនៅចន្លោះប្រហោងនោះទេបាទយ៉ាងណាមិញសម្រាប់ការបញ្ចប់មុខងាររបស់លោកសាប៊ីអាឡុនសូខ្ញុំគិតថាហាក់បីដូចជាលឿនពេកបាទវាលឿនពេកបាទពេលនេះគឺរៀលម៉ាឌ្រីតកំពុងតែមានការខ្វះខាតបាទកីឡាកររបួសច្រើននៅក្នុងតំបន់ការពារតំបន់បំរើគឺមិនទាន់មានភាពល្អប្រសើរតំបន់ប្រយុទ្ធគឺមិនទាន់អាចមានកីឡាករដើម្បីដាក់តាមតំបន់ដែលត្រូវការចំណុចនេះហើយហេតុអីបានជាលោកប៉េរ៉េសបាទចិត្តក្តៅនៅក្នុងការបញ្ចប់ការងាររបស់លោកសាប៊ីអាឡុនសូតាមស្ថិតិគឺលោកសាប៊ីអាឡុនសូដឹកនាំរៀលម៉ាឌ្រីតឈ្នះរហូតដល់ 70% ឯណោះប្រិមិត្តបាទយ៉ាងណាមិញសម្រាប់ព័ត៌មានដែលបានបង្ហើបមកថាសម្រាប់អាឡុនសូគឺមិនមានបញ្ហាក្នុងការដឹកទេគឺបញ្ហាគាត់ជាមួយនឹងកីឡាករមួយចំនួនអាចនិយាយថាមួយចំនួនបាទមិនសប្បាយចិត្តជាមួយនឹងលោកសាប៊ីអាឡុនសូទេហើយយើងឃើញនឹងភ្នែកច្បាស់តែម្ដងគឺវីនីសៀសបាទអត់សូវសប្បាយចិត្តជាមួយនឹងលោកអាឡុនសូទេការប្រកួតចុងក្រោយឃើញថា Kylian Mbappé គឺរបួសលោកអាឡុនសូអត់ចង់ដាក់លេងទេបាទដាក់លេងសល់ប្រហែលនាទីចុងក្រោយបាទយ៉ាងណាមិញសម្រាប់បាទលោកសាប៊ីអាឡុនសូគឺត្រូវបានចប់ការងារតែសម្រាប់ព័ត៌មានលៀងមកថាគាត់អត់ការងារអត់យូរទេបាទសម្រាប់គាត់អាចនឹងមានបាទការងារក្នុងពេលឆាប់ខាងមុខនេះបាទសម្រាប់លោកអាឡុនសូបាទប៉ុន្តែគ្រាន់ថាតាមព័ត៌មានបញ្ជាក់គឺអត្រាខ្ពស់មែនទែនមិនមែនដោយសារតែការដឹកនាំរបស់គាត់ទេគឺដោយសារតែគាត់មិនសូវជាមានប្រស្រ័យតាក់ទងល្អជាមួយនឹងកីឡាករនេះជាមូលហេតុដែលធ្វើឲ្យបាទសម្រាប់ក្លឹបគឺបាទសម្រាប់ចិត្តនៅក្នុងការបញ្ចប់ការងាររបស់គាត់បាទហើយប្រិមត្តក៏ដឹងដែរមានកីឡាករមួយចំនួនគាត់មិនសប្បាយចិត្តហើយអ្វីដែលយើងបានមើលឃើញរៀលម៉ាឌ្រីតប្រិមត្តក៏ឃើញដែរមិនមែនជាកំហុសរបស់គាត់ទេបើកីឡាកររបួសបាទតំបន់បំរើក៏មានការខ្វះខាតរបួសបាទញោមញីខ្លាំងមែនតើទាំងបំរើទាំងការពារបាទអញ្ចឹងសួរថាតើ manager មួយណាក៏មកសម្រួលកាត់សម្រួលពិបាកសម្រួលណាបាទបើការដឹកនាំរបស់លោកកាឡូអេនសេលទីបាទឈឺខ្លះសល់ខ្លះបាទដល់ពេលនេះខ្សែការពារគាត់ទៅអស់លីងបាទហើយតំបន់ប្រយុទ្ធនោះទៀតសោតគឺពិបាករៀបមែនតើបើសារតែមើលទៅត្បិតតែ Kylian Mbappé ជាមួយនឹង Vinicius គាត់ជាមិត្តភ័ក្តិស្និទ្ធស្នាលនឹងគ្នាមែនប៉ុន្តែដល់ពេលលេងមួយគ្នាហាក់បីដូចជាមិនស៊ីសង្វាក់គ្នាទៅវិញបាទចំណុចនេះគឺជាចំណុចមួយដែលពិបាកមែនតើមកសម្រាប់លោកអាឡុនសូហើយនៅពេលដែលគាត់ធ្វើខ្លាំងជាមួយកីឡាករវាត្រូវមានបញ្ហាដែរដោយសារតែក្លឹបក៏ចាប់បាទគេហៅថាក៏នៅខាងកីឡាករដែរដល់អញ្ចឹងវាទៅជាមានរឿងបាទគេហៅថាបន្ទុះសារាយគ្នាបែបនឹងកើតឡើងបាទតែយ៉ាងណាមិញប្រិមិត្តនេះគឺជាអ្វីដែលប្រិមិត្តពិចារណាទៅថាតើវាជាកំហុសរបស់កីឡាករឬក៏ជាកំហុស manager ឬក៏ជាកំហុសរបស់ក្លឹបប៉ុន្តែគ្រាន់តែយើងមើលឃើញបាទអ្វីដែលមើលឃើញជាក់ស្ដែងគឺបញ្ហាញោមញីដោយសាររបួសនេះឯងបាទយើងមិនអាចបន្ទោសទៅលោកអាឡុនសូ 100% ទេប៉ុន្តែប្រសិនបើ manager ហើយជាមួយនឹងកីឡាករមានការប្រេះឆាហើយអាហ្នឹងចំណុចហ្នឹងក៏វាពិបាកដែរបាទពិបាកដែរបាទអញ្ចឹងសម្រាប់ Real Madrid បាទតែប៉ុណ្្នឹងចុះបាទ